បាទសួស្តីបងប្អូនទាំងអស់គ្នាបាទនេះខ្ញុំមានវីដេអូចែកម្លែកមួយទៀតបាទនេះខ្ញុំសូមធ្វើការបង្ហាញពីរបៀបក្នុងការដាក់លេខកូដនៅលើសម្ដែង Techno Spark 30C បាទនេះគឺជា model Spark 30C បាទអូខេឥឡូវខ្ញុំសូមធ្វើការបង្ហាញពីការដាក់លេខកូដជាលេខបូកជាមួយនឹងដោះសឬក៏ការ scan មុខបាទអញ្ចឹង model នេះគឺវាអាចធ្វើការដោះលេខកូដដោយប្រើ Face ID បានគឺយើងធ្វើការដោះលេខកូដជាមួយនឹងមុខរបស់យើងបាទអូខេអញ្ចឹងដើម្បីយើងធ្វើការដាក់លេខកូដ model Spark 30C នេះបានជាដំបូងយើងធ្វើការចូលទៅក្នុងកម្មវិធី console នេះបាទចូលលេង console នេះមកបាទហើយបន្តមកទៀតយើងធ្វើការអូសវាឡើងលើសិនបាទអូសវាឡើងលើអញ្ចឹងមកបន្តមកទៀតយើងចុចពាក្យ password and security បាទចូលចឹងមកបាទបន្តមកទៀតដល់កន្លែងនេះវាមាន3 option បាទ option ទី1យើងដាក់ជាមួយនឹង password option ទី2ដាក់ scan កញ្ចក់ដៃបូកជាមួយនឹង password បាទហើយនឹងទី3 fast lock នេះគឺយើងធ្វើការដោះលេខកូដជាមួយនឹងមុខរបស់យើងបូកជាមួយនឹងលេខកូដ PIN បាទអូខេអញ្ចឹងដើម្បីធ្វើការដោះលេខកូដឬក៏ការដាក់លេខកូដជាមួយនឹង Face ID បានអ្នកនរគ្នាទី1គឺយើងត្រូវចូលក្នុង option ខាងក្រោមនេះបាទខាងក្រោមគេនេះដាក់ Face Unlock អូខេចូលទៅមកបាទចូលតមកទៀតគឺយើងចុចពាក្យកន្លែង set lock screen password អូខេចុចចឹងមកតមកទៀតដល់កន្លែងនេះវាមាន3 option ដូចគ្នាបានយើងធ្វើការជ្រើសរើសមួយណាក៏បានស៊ីសងនឹងបងប្អូនទាំងគ្នាចង់ប្រើប្រាស់បានប៉ុន្តែខ្ញុំចង់ធ្វើការដាក់លេខកូដ Face ID នេះជាមួយនឹង PIN អញ្ចឹងយកកណ្ដាលគេនេះបាទយកកណ្ដាលចឹងមកតមកទៀតវាមានពីលេខកូដ4ខ្ទង់រហូតដល់16ខ្ទង់អញ្ចឹងយើងអាចដាក់លេខមិនក៏បានសែនចិត្តបងប្អូនទាំងគ្នាអូខេអញ្ចឹងខ្ញុំសូមធ្វើការឧទាហរណ៍ខ្ញុំដាក់1 2 3ហើយនឹង4បាទហើយចុចពាក្យ next មកហើយយើងធ្វើការ confirm វាម្ដងទៀតជាលេខ1លេខ2លេខ3ហើយនឹងលេខ4ហើយចុចពាក្យ confirm បាទបន្តទៅយើងចុចពាក្យ done ខាងក្រោមនេះមកបាទចុចពាក្យ done នេះបាទបន្តទៅវានឹងធ្វើឲ្យយើងធ្វើការ add ជាមួយនឹងមុខរបស់យើងបាទកន្លែងនេះគឺបងប្អូនធ្វើការចុចចំវារួចយើងធ្វើការពង្វិលមុខយើងចុះឡើងវានឹងធ្វើការចេញគ្រីសចំណេញថាវារួចរាល់ហើយអូខេអញ្ចឹងខ្ញុំសូមធ្វើការដាក់ឲ្យបងប្អូនទាំងគ្នាមើលចុចចឹងមកបន្តទៀតយើងចុចយើងរងចាំនាទីកន្លែងនេះបងប្អូនយើងរងចាំ3 second ហើយចុចវា start ហ្នឹងមកបាទកន្លែងនេះគឺយើងធ្វើការយកមកដាក់នៅមុខរបស់យើងបងប្អូនអូខេអញ្ចឹងខ្ញុំសូមធ្វើការដាក់មុខសិនដើម្បីយើងធ្វើការដោះបាទហើយដើម្បីយើងធ្វើការដាក់អូខេអញ្ចឹងទៅពីវាចេញសញ្ញាគ្រីសហើយយើងចុចពាក្យ done ខាងក្រោមនេះមកបងប្អូនបាទអូខេអញ្ចឹងវាចេញបែបនេះចឹងមានន័យថាយើងដាក់បានរួចរាល់ហើយបងប្អូនបាទអញ្ចឹងយើងធ្វើការចាក់ចេញអូខេ clear ចោលមួយហើយខ្ញុំសូមធ្វើការ lock screen អូខេអញ្ចឹង lock screen អូខេអញ្ចឹងខ្ញុំដាក់មុខរបស់ខ្ញុំចេញអូខេនេះអញ្ចឹងវាចុះលេខកូដអញ្ចឹងយើងដាក់ចំមុខរបស់យើងអូខេវាដោះអញ្ចឹងវាលឿនមែនទេអូខេ lock screen អូខេខ្ញុំ lock screen សិនឃើញសវាបើបងប្អូនអូខេអញ្ចឹងយើងអាចធ្វើការអូសវាបានអូខេអញ្ចឹងបើយើងអត់ដាក់មុខរបស់យើងអូខេឥឡូវខ្ញុំចុច lock screen ខ្ញុំបើកបែរមុខចេញអូខេអញ្ចឹងវាចុះលេខកូដអញ្ចឹងយើងដាក់មុខរបស់យើងមកវាដោះវាអូតូបាទអញ្ចឹង model នេះគឺងាយស្រួលមែនតើសម្រាប់យើងប្រើប្រាស់ដោយសារវាមានភ្ជាប់មកជាមួយនឹងការភ្ជាប់ជាមួយនឹងការ scan ដោះសដោយមុខបាទអូខេអញ្ចឹងដើម្បីយើងត្រឡប់វាចោលបាទយើងត្រឡប់លេខកូដដែលយើងចាក់មិញចេញទេបងប្អូនបាទយើងចូលដូចគ្នាមកបងប្អូនយើងចូលកន្លែង console ដដែលឥឡូវខ្ញុំសូម clear ចូលសិនបាទយើងចូលកន្លែង setting បន្តមកទៀតយើងធ្វើការអូសវាឡើងលើហើយយើងយកពាក្យ password and security ដដែលបន្តមកទៀតយើងជ្រើសរើសយកលើគេនេះ lock screen នេះលើនេះទៅចឹងមកបន្តមកទៀតយើងកន្លែងនេះវាឲ្យយើងដាក់លេខកូដដែលយើងភ្ជាប់ជាមួយនឹង Face ID បងប្អូនបាទដែលខ្ញុំដាក់មិញគឺ1 2 3 4អូខេចុចញ៉ាព្រួញហើយកន្លែងនេះអ្នកនរគ្នាជ្រើសរើសយកទី2បាទអូខេយកទី2នេះមកហើយយើងចុចពាក្យ off នេះមកអូខេអញ្ចឹងខ្ញុំសូមចាក់សអូខេអញ្ចឹងវាបានដូចមុនហើយបងប្អូនបាទអូខេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាអញ្ចឹងចាប់ជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទអរគុណ